ខ្ញុំចង់ចែករំលែកទៅបងប្អូនខ្លះហើយនឹងសួរសុខទុក្ខបងប្អូនខ្លះពុកម៉ែមីមីខ្លះដែលគាត់កំពុងតែទាល់ចាទាល់ដល់ផ្លូវទាល់ចាសំណូមពរពីនាងខ្ញុំគឺ SV ចា SV ហុងស៊ុយហ្នឹងគឺចង់ជម្រាបបងប្អូនថាឲ្យធ្លាក់ទៅដល់0ហើយឲ្យវាទៅចុះចាទៅ0ទៅ0តាហើយនឹងអ្នកដែលដើរដល់ផ្លូវទាល់ហើយកុំខំប្រឹងតទៅទៀតដែរចាអញ្ចឹងចាអញ្ចឹងយើងមិនមែនថាមិនឲ្យខំប្រឹងធ្វើទៀតណាមិនមែនទេគាត់ថាអ្វីដែលយើងធ្វើមកហ្នឹងគឺវាអត់ត្រូវចាវាអត់ត្រូវចាហើយអញ្ចឹងយើងបែរមកចាយើងបែរមកព្រោះខ្ញុំនិយាយរួមទៅគឺខ្ញុំចាច់ម្លែកអស់ហើយប្រាប់បងប្អូនថាយ៉ាងម៉េចថាយើងគឺត្រូវតែបត់ឲ្យតាន់ត្រូវបត់ឲ្យតាន់ត្រូវតែផ្លាស់ប្ដូរបើបងប្អូនមិនផ្លាស់ប្ដូរទេគឺបងប្អូននឹងមានបញ្ហាគឺខ្ញុំបានប្រាប់បងប្អូនឲ្យអស់ហើយចាអញ្ចឹងណាចាអញ្ចឹងឥឡូវហ្នឹងគឺដល់ផ្លូវទាល់ហើយចាពីច្រើនគឺគាត់ដើរដល់ផ្លូវទាល់ចាហើយនឹងអ្នកខ្លះគាត់ថាគាត់ធ្លាក់ដល់0ហើយចា0ហើយគឺយើងធ្វើមិនក៏ដោយធ្វើមិនក៏ដោយគឺយើងត្រូវតែថែរក្សាជីវិតសិនចាហើយនឹងយើងត្រូវតែងាកចាយើងត្រូវតែងាកមកចាយើងងាកមកសិនចាយើងត្រូវតែឆែកមើលខ្សែជីវិតយើងរិស័យយើងចារិស័យយើងខ្សែជីវិតយើងថាតើអាជីវកម្មថ្មីតើយើងត្រូវតែប្រកបអ្វីអញ្ចឹងបាទខ្ញុំនិយាយទៅគឺខ្ញុំបានជំរាបបងប្អូនពុកម៉ែមីមីអស់ហើយគ្រាន់ថាបងប្អូនពុកម៉ែមីមីខ្លះគាត់ស្ដាប់អត់យល់គាត់អត់ដឹងថាហុងស៊ុយ SV ហ្នឹងគឺជាអ្វីទេចាពីព្រោះភាគច្រើនគឺគាត់ត្រូវការហើយនឹងគាត់ងប់ងល់តែអីគេចាតែនឹងគ្រូទាយចាហើយចំពោះគ្រូទាយមិនមែនថាគ្រូទាយមិនត្រូវទេណាមិនមែនថាមិនត្រឹមត្រូវទេណាចាគឺចាស់គឺគាត់មានព្រមវិហារធម៌ចាគឺគាត់អត់មានគិតផលប្រយោជន៍ជាធំទេគាត់ធ្វើមិនក៏ដោយគឺជួយមនុស្សឲ្យរួចផុតពីទុកកង្វល់ទុកភ័យដែលគាត់កំពុងតែកើតឡើងអញ្ចឹងណាចាអញ្ចឹងអ្វីដែលខ្ញុំថាបោកហ្នឹងគឺក្មេងចាក្មេងឥឡូវហ្នឹងណាចាក្មេងឥឡូវហ្នឹងអាយុ20ជាងអីហ្នឹងគេហៅជាគេតាំងខ្លួនគេជាទេវតាតាំងខ្លួនធ្វើជាម៉ែអញ្ចឹងណាចាហើយបើប្រុសវិញគេតាំងខ្លួនថាធ្វើគេជាឪអីចឹងទៅអាហ្នឹងគឺបោកហើយអាហ្នឹងគឺខ្ញុំហ៊ានសន្និបាតថាអញ្ចឹងហេតុអីបានខ្ញុំហ៊ានថាអញ្ចឹងក្មេងមិនទាន់ស្អែកដោះផងតាំងខ្លួនថាខ្លួនឯងជាម៉ែជាអីហើយស្លៀកពាក់អីចាស្លៀកពាក់អីហើយបើសិនណាអ្នកណាទៅជួបឬមួយពិភាក្សាអីគឺខុសខាងខ្មោចឪពុកខ្មោចម្ដាយខោចជីដូនខ្មោចជីតាខាងឪពុកខ្មោចខាងម្ដាយអីចឹងទៅអាហ្នឹងគឺយើងសន្មតថាគឺប្រកាសណាស់ថាបោក